Xong mà cũng một can video mê riêng của sao mê riêng thì đóในថ្ងៃនេះគឺយើងនឹងសាកចាប់ផ្ដើមអនុវត្តនៅលើបទមួយដែលជាគោលលំហាត់បទប៉ុន្តែមុននឹងចាប់ផ្ដើមអនុវត្តបទខ្ញុំសូមបង្ហាញសំឡេងនៅលើប្រសោដែលយើងរៀននៅក្នុងវីដេអូមុនអញ្ចឹងចំពោះការរកខ្សែអីគឺយើងមាននៅក្នុងវីដេអូទី1ហើយនិងវីដេអូផ្សេងទៀតខ្ញុំបានដាក់ link នៅក្នុង comment ខាងក្រោមហើយយើងក៏មាននៅលើ YouTube ដែរចឹងខ្ញុំទម្លាក់ link YouTube ជូននៅក្នុង comment អញ្ចឹងកាលពីមេរៀនមុនយើងបានរៀនអំពីសំឡេងគឺមានដូចជាសឡាដូរេមីសឡាអញ្ចឹងនៅត្រសាមមានសឡាចំនួន2គឺសឡាខ្សែកនិងសឡាខ្សែឯកហើយចំពោះការដែលវាយើងមើលណោតពេលណាយើងដឹងថាសឡាយើងប្រើខ្សែកសឡាខ្សែឯកនេះគឺមាននៅក្នុងវីដេអូមួយគ្នាអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងអនុវត្តបទតែមុននឹងចាប់ផ្ដើមអនុវត្តបទហ្នឹងខ្ញុំសូមបញ្ជាក់ថាបទទី1របស់យើងគឺយើងមានគោលបំណងចង់ឲ្យសិស្សស្វែងយល់អំពីរបៀបលេងតួខ្មៅនិងតួសជាមួយគ្នាតែដំបូងយើងអាចអនុវត្តជាមួយនឹងការទះដៃសិនបាទដូចជានៅក្នុងនេះគេដាក់សប្តាហ៍ទី1អនុវត្តបទទី1ហ្នឹងយើងមើលថាណោតជួរទី1យើងមានណោតមីណោតរេណោតដូបាទហើយណោតមីងាយស្រួលចំណាំយើងមើលបាទរបស់វានេះទឹកប្លោះទី4រាប់ពីក្រោមឡើងទៅលើ1 2 3 4ហ្នឹងគឺណោតមីហើយដល់ពេលរេវាកាត់ចំបន្តទី4ដូហ្នឹងវានៅប្លោះទី3ហើយតួខ្មៅគឺ1វិនាទីអញ្ចឹងលេងឲ្យយើងដកថែមបន្តិចតមកទៀតយើងមានណោតដូជាតួស2វិនាទីលេងឲ្យយើងរក2បាទអញ្ចឹងខ្ញុំបង្ហាញពីរបៀបទះដៃមុនសិនហើយតមកទៀតខ្ញុំនឹងបង្ហាញពីរបៀបលេងជួរទី1បាទចំណែកឯជួរទី2ទី3ទី4នោះចាំសាកបងនៅផ្ទះខ្លួនឯងសាកមើលប៉ុន្តែខ្ញុំនឹងមានបង្ហាញនៅក្នុងវីដេអូទី11បាទអញ្ចឹងឥឡូវខ្ញុំបង្ហាញសិនបាត់នេះយើងរាប់មក1 2មីរេដូ2បាទដោយសារតែតួខ្មៅនេះតួខ្មៅតួសអញ្ចឹងយើងលេងឲ្យដកដង្ហើមដល់ពេលតួសយើងលេងឲ្យយើងរាប់2បាទមកនេះ1 2មីរេដូ2បាទតមកទៀតយើងមើលទៅបន្តមកទៀតក៏យើងមានណោតមីរេដូដូចគ្នាដែរអញ្ចឹងយើងបានបន្តមកទៀតមកបាទយើងឥឡូវខ្ញុំបង្ហាញមកជួរតែម្ដងយើងរាប់ឲ្យនេះ1 2មីរេដូ2មីរេដូ2បាទអញ្ចឹងសម្រាប់អ្នកថារវល់ការងារច្រើននៅកន្លែងធ្វើការយើងមិនអាចកាន់ឧបករណ៍បានអញ្ចឹងឈ្នាបថាអាច5នាទី10នាទីតាមវេទនាប៉ុន្តែយើងធ្វើម៉េចសរុបចូលគ្នាក្នុងមួយថ្ងៃនេះឲ្យបាន40នាទីទៅហើយដល់ទៀតយើងសាកលេងតាមរបៀបយើងចាំបាទឥឡូវខ្ញុំបង្ហាញម្ដងទៀតបាទទៅថាឥឡូវយើងកំពុងនៅកន្លែងការងារយើងមិនអាចកាន់ឧបករណ៍បានទេទោះបីយកឧបករណ៍ទៅបានក៏លេងអត់បានដែរអញ្ចឹងយើងរាប់បាយនេះមក1 2មីរេដូ2មីរេដូ2បាទយើងធ្វើដដែលឥឡូវបន្តថាយើងនៅផ្ទះអញ្ចឹងនៅផ្ទះយើងកាន់ឧបករណ៍បានដែរប៉ុន្តែសូមចាត់ថាតសោមុននឹងយើងលេងសូមរឹតខ្សែឡើងមួយសិនខ្សែឯកលើខាងក្រោមនេះយើងយកអក្សរ D លេខ5ចំណែកឯខ្សែកយើងយក G លេខ4ចំពោះ app ដែលសម្រាប់រឹតខ្សែនេះក៏យើងមានបង្ហាញនៅក្នុងវីដេអូដែរអាច download ដាក់ក្នុងទូរស័ព្ទបានបាទអញ្ចឹងខ្ញុំសូមបង្ហាញគឺ note នេះយើងប្រើខ្សែឯកមករៀបចង្អុលបាទអញ្ចឹងយើងបាន1 2មីរេដូ2ហើយទៅយើងថែមមួយទៀតមីរេដូ2បាទអញ្ចឹងខ្ញុំសូមបង្ហាញម្ដងទៀត1 2មីរេដូ2មីរេដូ2បាទបើសិនជាចង់បានមេរៀននេះគឺអាចទាក់ទងតាម Telegram ខ្ញុំបានដាក់នៅក្នុង caption ខាងលើបាទឥឡូវនេះខ្ញុំសូមបង្ហាញ clear ទី2របៀបទះដៃសិនហើយសាកលេងខ្លួនឯងនៅផ្ទះបាទអញ្ចឹងសម្រាប់ clear ទី2យើងមានមីរេដូរេមីហ្វាសបាទអញ្ចឹងទីតាំងរបស់វាខុសគ្នាទាំងអស់ដូចហ្វាអញ្ចឹងយើងកាត់ចំបន្តទី5ហ្នឹងយើងហៅថាហ្វាដល់សលើបន្តទី5យើងហៅថាសខ្សែឯកទេបាទអញ្ចឹងខ្ញុំសូមផ្ទះដៃបង្ហាញយើងមានតួខ្មៅច្រើនហើយមានតួសតែមួយទេជួរទី2ហ្នឹងណាអញ្ចឹងយើងចាប់ដើមមកបាទឥឡូវយើងរាប់1 2ដូចគ្នាទៅ1 2មីរេដូរេមីហ្វាស2បាទខ្ញុំសូមបង្ហាញម្ដងទៀត1 2មីរេដូរេមីហ្វាស2បាទអញ្ចឹងសូមសាកល្បង
តែដៃនៅផ្ទះហើយបើសិនជាត្រូវហើយសាកលេខ clear ទី2ហ្នឹងហើយបើលេខ clear ទី2នឹងបានទៀតសាករៀនភ្ជាប់ពី clear ទី1ទៅ clear ទី2នៅវីដេអូទី11ខ្ញុំនឹងបង្ហាញអំពីរបៀបលេខ clear ទី1និង clear ទី2ចូលគ្នានៅក្នុងវីដេអូទី11